ខ្ញុំបានប្រើជីណាណូនេះរយៈពេល3 ឬ 4 ឆ្នាំហើយ3 4 ឆ្នាំបាទ3 4 ឆ្នាំបាទពីដំបូងមកខ្ញុំអត់ទាន់បានស្គាល់ណាណូខ្ញុំប្រើគីមីបាទដល់ពេលបន្ទាប់ពីខ្ញុំបានស្គាល់មកខ្ញុំក៏បានប្រើជីណាណូនេះពីព្រោះថាវាអត់មានប៉ះពាល់ដល់សុខភាពពេលដែលយើងបាញ់បាទហើយទី1យើងប្រើទៅធ្វើឲ្យដំណាំយើងហ្នឹងនៅពណ៌ស្រស់ខៀវបេះបានយូរបាទបេះបានយូរដល់ហើយខ្ញុំក៏ចាប់ចិត្តប្រើតាំងពីពេលនោះមករហូតដល់ឥឡូវនៅតែប្រើនឹងហើយពីទៅកាលពីមិនទាន់ប្រើនិងរយៈពេលដែលយើងប្រើហើយគឺខុសគ្នាបាទដូចថាយើងធ្លាប់បេះមួយថ្ងៃ300 គីឡូអញ្ចឹងបាទពីមុនយើងបេះអត់បានដល់ប៉ុណ្្នឹងទេអូខេបាទអញ្ចឹងវាកើនឡើងមានន័យថាពេលដែលយើងប្រើប្រាស់នៅជីសរីរាង្គ UPL MR Nano ទៅលើដំណាំត្រសក់នេះគឺមានន័យថាបងបេះកើនពីមុនអត់ដល់បាន300 គីឡូក្នុងមួយថ្ងៃទេតែឥឡូវនេះបងបេះកើនអូខេបាទបងបាទហើយបងមានអីចែករំលែកដល់កសិករទៀតទេសម្រាប់ការប្រើប្រាស់វិញបងវាងាយស្រួលប្រើប្រាស់ឬក៏ពិបាកក្នុងការប្រើប្រាស់ហើយបងសម្រាប់ការបាញ់ប្រើប្រាស់លើដំណាំត្រសក់បាទនិយាយទៅវាស្រួលអត់មានពិបាកទេមួយស្លាបព្រាទូចយើងអាចលាយទឹកមួយធុងម៉ូទ័រប្រើម៉ូទ័រយ៉ាងហ្នឹងបាទហើយយើងចង់យកដៃគោក៏បានអីក៏បានវាអត់មានប៉ះពាល់ដល់សុខភាពយើងទេបាទហើយយើងបាញ់ទៅពេលព្រឹកឡើងអញ្ចឹងយើងបាញ់ទៅបាទបងបាទហើយនិយាយទៅប្រើតែប្រហែល4 5 ធុងហ្នឹងជាការស្រេចបាត់ហើយបាទបងបាទអញ្ចឹងហើយវាចំណេញខ្ញុំប្រើមកកញ្ចប់ហ្នឹងបានយូរ